ចឹងតាំងពីអង្គបានសម្ដែងខ្ញុំគណៈអាត្មាធ្វើនិគមវចនៈ20នាទីដែរដើមចេញពីបដិប្រគុណព្រះមហាវិមលោនឹងជាហេតុសម្ដែងពីក្រោតហ្នឹងក៏ជាហេតុដល់ទៅទោសៈហ្នឹងជាផលឬយើងអាចនិយាយម្យ៉ាងទៀតថាទៅតាមទស្សនៈបរមត្តវិជ្ជាប្រធានបទហ្នឹងតឹងណាធម៌ហ្នឹងគឺធម៌ជ្រៅពិបាកទាំងអ្នកសម្ដែងលំបាកទាំងអ្នកស្ដាប់នឹងអាត្មាខ្ញុំកណាអាត្មាសាក់លបងព្យាយាមកែធម៌ហ្នឹងឲ្យទៅតាមន័យដែលមាននៅក្នុងពុទ្ធដីកាហ្នឹងមិនជ្រៅពេកទេល្មមសម្រាប់សេចក្តីក្រោតបានទើបដេកជាសុខឬនៅជាសុខកោតធៈបាលីសង្ស្ក្រឹតថាក្រោតខ្មែរថាខឹងថាកំហឹងខឹងឬក៏កំហឹងខឹងឬក៏កំហឹងជាចេតសិកជាលក្ខណៈជាពណ៌សម្បុរជាគ្រឿងស្គាល់ឯចិត្តវានៅខាងក្នុងនោះគឺទោសៈដូចនៅក្នុងអកុសលចិត្តទាំង12កាមាវចរៈអកុសលចិត្តទាំង12លោភៈ8ទោសៈ2នៅក្នុងបរមត្តវិជ្ជានោះព្រះបរមលោកនាថសាស្ត្រាចារ្យត្រាស់ថាទុក្ខសហកតੰបដិខៈសម្បយុត្តੰអសង្ខារិកੰទុក្ខសហកតੰបដិខៈសម្បយុត្តੰសសង្ខារិកੰនឹងពុទ្ធដីកាក្នុងព្រះប្រមាទអភិធម្មប្រែមកថាទោសចិត្តកើតដោយបដិខៈគឺសេចក្តីថ្នាំងថ្នាក់អញ្ចឹងទោសៈកើតមាននេះមិនមែនត្រឹមតែដោយបដិខៈតែមួយទេចេតសិកដែលនាំឲ្យទៅជាទោសៈមានច្រើនណាស់1បដិខៈ2កោតធៈ3ហិង្សា4អឃាត5ព្យាបាទៈ6បទុសៈ6ពាក្យហ្នឹងចេតសិកមាន6ហ្នឹងចេតសិកណាមួយកើតក្នុងចិត្តចិត្តហ្នឹងនាំឲ្យចិត្តហ្នឹងទៅជាទោសៈហើយប៉ុន្តែទោសៈហ្នឹងយើងមើលមិនឃើញទេព្រោះជាតួចិត្តយើងមើលឃើញអីថាយើងមើលឃើញចេតសិកលោកប្រៀបថាតើពន្លឺភ្លឺហ្នឹងមកពីអីដែលយើងហៅថាអំពូលយើងហៅថាចង្គៀងហ្នឹងមកពីអីនៅកន្លែងណាអំពូលនៅណាចង្គៀងថាអត់ដឹងមើលឃើញនៅពន្លឺអញ្ចឹងពន្លឺជាលក្ខណៈបើណាភ្លឺខ្លាំងឥតមានគេដាក់បច្ឆេះឥតមានគេដាក់ប្រេងអញ្ចឹងទៅនឹងគេហៅពន្លឺអគិសនីអញ្ចឹងទៅដល់បើយើងដុតមានបច្ឆេះមានប្រទីបអីអញ្ចឹងទៅគេថាចង្គៀងឬក៏គេហៅថាទៀនឬក៏គេហៅថាប្រទីបអញ្ចឹងទៅអញ្ចឹងពន្លឺជាលក្ខណៈជាពណ៌សម្បុរជាទ្រង់ទ្រាយដែលយើងអាចស្គាល់ថាអានឹងជាចង្គៀងអានឹងជាអំពូលយ៉ាងណាមិញទោសៈហ្នឹងអញ្ចឹងទោសៈនេះកើតទៅតាមរយៈអាឃាតក៏ឲ្យនាំមកកើតទោសៈតាមរយៈបដិខៈក៏នាំឲ្យកើតទោសៈតាមរយៈកោដ្ឋៈក៏នាំឲ្យកើតទោសៈបទុសៈក៏នាំឲ្យកើតទោសៈហិង្សាក៏នាំឲ្យកើតទោសៈអញ្ចឹងត្រូវសិក្សាអំពីពាក្យទាំងអស់ហ្នឹងប្រទុះហ្នឹងប្រែមកថាបតាយបតប់ប្រទុះហ្នឹងឆ្លោះគ្នាអញ្ចឹងបតាយបតប់បកែកប៉ុណ្ណឹងអញ្ចឹងអាហ្នឹងប្រទុះជាបាតហ្នឹងប្រែមកថាបៀតបៀនវាមិនសុខចិត្តហ្នឹងថាទៅបៀតបៀនគេមិនសុបាយចិត្តកោដ្ឋៈហ្នឹងប្រែថាក្រោតអាហ្នឹងចងេងចងាងសំដែងឲ្យឃើញបដិខៈប្រែថាថ្នាំងថ្នាក់អន់ចិត្តមិនគប់ចិត្តមិនគប់ប្រសើរហិង្សាប្រែថាបៀតបៀនអាឃាតហ្នឹងក៏បៀតបៀនដែរចងគំនុំគុំទុកគុំគួនទុកអញ្ចឹងចេតសិកហ្នឹងណាមួយក៏ដោយនាំឲ្យកើតទៅជាអកុសលចិត្តមួយឈ្មោះថាទោសៈបានជានៅក្នុងអរហៈស័ព្ទអរិយស័ព្ទលោកបញ្ជាក់ទុកមកថាកលេសេហន្តៃតេអរហោសោអេវៈអរិយោនរៈជនឯណាសម្លាប់នៅកលេសបាននរៈជនប្រុសស្រីនោះឲ្យឈ្មោះថាអរិយៈក្នុងកលេសទាំងអស់1500កលេសប៉ុន្តែមេកលេសមាន3ប្រធានកលេសអធិបតីកលេសមាន3លោភៈទោសៈមោហៈអញ្ចឹងក្នុងប្រធានបទយើងហ្នឹងគឺកលេសកដាលគេនឹងលោភៈទោសៈហ្នឹងហើយប្រធានបទហ្នឹងលើកយកមកសម្ដែងនៅក្នុងខាងហ្នឹងវាត្រូវជាមួយនឹងព្រឹត្តិការណ៍ពិភពលោកស្របទៅតាមទស្សនវិជ្ជាហ្នឹងហើយមិនមែនទៅឃើញឥឡូវហ្នឹងពុទ្ធសម្ដែងទុកមកហើយប្រសិនបើមានកោតធៈហ្នឹងគឺដេកមិនសុខទេលោកម្ចាស់បានសម្ដែងបញ្ជាក់មកហើយថាអត់មានចំណេញអីទាំងអស់ទាំងទិដ្ឋធម្មិកថាទាំងសម្បរាយិកថាប្រយោជន៍បច្ចុប្បន្នក៏អត់ចំណេញប្រយោជន៍ទៅលោកខាងមុខក៏អត់ចំណេញ
អ្នកណាសម្លាប់នៅកោធៈនឹងបានទើបដេកសពព្រះអរហន្តលោកសម្លាប់បើយើងសម្លាប់ស្អីសពបែបយ៉ាងទាំងអស់ត្រូវមានអ្នកសម្លាប់ត្រូវមានឧបករណ៍សម្រាប់សម្លាប់ហើយទៅទទួលងារទទួលផលចុះយើងសម្លាប់គ្នាទៅយកអីថាទី1ត្រូវមានអ្នកសម្លាប់ដោយអីសម្លាប់ដោយពហរណវត្ថុហើយដល់ទទួលផលពីអ្នកសម្លាប់បើឧបមាហ្នឹងសម្លាប់ត្រូវច្បាប់គេហៅអ្នកឈ្នះតែដល់តែអ្នកហ្នឹងគេសម្លាប់ទៅវាអត់ស្របច្បាប់គេហៅអីគេហៅអ ுக ្រិតជនគេហៅថាអ្នកខុសគេហៅហើយលទ្ធផលចុងក្រោយអីថាជាប់ស្អីចិត្តហ្នឹងមានទោសមានអីប៉ុន្តែព្រះអរហន្តលោកសម្លាប់កលេសហ្នឹងបានអត់ត្រូវទោសទេព្រះអរហន្តលោកសម្លាប់តួរបស់ព្រះអរហន្តអរហសត្វហ្នឹងអរិយបុគ្គលហ្នឹងលោកសម្លាប់កលេសហ្នឹងគឺកោធៈហ្នឹងបានលោកសម្លាប់បានលោកយកពហរណវត្ថុទៅសម្លាប់ដូចយើងដែរប៉ុន្តែមិនមែនយកដំបងយកពនួងយកអាវុធយុទ្ធភ័ណ្ឌទៅសម្លាប់ទេលោកសម្លាប់ដោយសេចក្តីពិតរបស់ព្រះអរិយគឺចតុរារិយសច្ចធម៌ទាំង4ចតុរារិយសច្ចធម៌ទាំង4ជាបកសម្រាប់សម្លាប់នៅកិលេសទាំង1500ដែលមានលោភៈទោសៈមោហៈនឹងជាមេជាប្រធានជាប្រភពជាដើមចោមអញ្ចឹងលោកសម្លាប់កិលេសនឹងអស់ស្លាប់ទៅលោកគេហៅអត់ហៅអ ுக ្រិតជនទេគេអត់ហៅថាអ្នកទោសទេហើយអត់មានទោសអីទៀតត្រូវមនុស្សនិងទេវតាទាំងឡាយថ្វាយនាមថាជាពុទ្ធឬក៏អរិយបុគ្គលដ៏ប្រសើរណាស់ពីព្រោះបានសម្លាប់នៅសេចក្តីក្រោធនឹងបានតែកាលណាក្រោធលែងមានហើយរលត់អស់ក្រោធហើយគឺទោសៈលែងមានហើយពីព្រោះទោសៈនឹងវាកើតពីក្រោធនឹងដល់កាលណាយើងសម្លាប់សេចក្តីក្រោធនឹងបានទោសៈលែងមានបើយើងសម្លាប់ក្រោធបានយើងសម្រានបានជាសុខទោសៈលែងមានគឺយើងលែងមានកំហុសព្រោះកំហុសនឹងវាកើតដោយទោសៈនឹងអត់ស្មើណាទេកំហុសអីយើងអាចកែបានកំហុសអីយើងអាចលុបបានកំហុសអីយើងអាចសម្រួលបានប៉ុន្តែកំហុសដែលកើតឲ្យដោយអំណាចនៃទោសៈអីទី1គឺមើលមិនឃើញសេចក្តីទុក្ខទេព្រោះទោសៈបាំងនៅអនិច្ចលក្ខនៅទុក្ខខាងនៅលក្ខណៈធម៌ទាំង3ហ្នឹងអនិច្ចំទុក្ខខាងអនត្តាលក្ខណៈរបស់បាំងតែកាលណាមានទោសៈគឺបាំងនៅទុក្ខខាងមើលមិនឃើញទុក្ខអត់ឃើញទុក្ខធ្វើម៉េចឲ្យទៅឈ្នះអញ្ចឹងត្រូវប្រើមធ្យោបាយអីសពបែបយ៉ាងអស់ដើម្បីឈ្នះទី2តែកាលណាមានទោសៈហើយទៅបាំងទុក្ខខាងហើយអ្នកដែលប្រព្រឹត្តនៅទោសៈដែលមានសេចក្តីក្រោធជាប្រមុខជាប្រធានជាសេនាធិការហ្នឹងហើយអ្នកនឹងឯងអត់មានទៅណាក្រៅពីនរកទេណាព្រោះទោសចិត្តនាំសត្វឲ្យទៅកើតនរកកន្លែងនរកគឺមិនមែនកន្លែងស្ងប់ទេកន្លែងនរកកន្លែងច្បាំងគ្នាកន្លែងឆ្លោះគ្នាកន្លែងប្រទុះសរាយគ្នាកន្លែងបៀតបៀនគ្នាអញ្ចឹងត្រៃលក្ខទាំង3អនិច្ចំទុក្ខអនត្តាឋានអកុសលចិត្តទាំង3ដែលមានអកុសលមូលចិត្តទាំង3លោភៈទោសៈមោហៈរិញទោសៈនឹងហើយដែលនាំឲ្យយើងបាំងនៅសេចក្តីទុក្ខហ្នឹងប្រែមកថាយើងអត់ទ្រាំបានដោយក្រប៉ុន្តែដល់អ្នកមានសេចក្តីទុក្ខបាំងសេចក្តីទុក្ខថាអត់ថាធ្វើម៉េចក៏ដោយអត់ឈ្នះប្រព្រឹត្តបៀតបៀនយ៉ាងណាអ្នកណាឈ្នះនៅក្នុងប៊ីងហ្គោឲ្យលើកមេដាយហើយលើកមេដាយប៉ុន្តែក្នុងប្រមាថអភិធម្មថាអត់ទេអ្នកឯងឈ្នះដោយទោសៈប្រាកដជាមិនមានប្រយោជន៍ទាំងលោកនេះនិងលោកខាងមុខហើយបើបច្ចុប្បន្ននេះឯងគេហៅថាសាងកំហុសមិនអាចត្រឡប់ថយក្រោយវិញបានយូរនឹងឆាប់ក៏គង់តែត្រូវបានសម្របសម្រួលដោយនិច្ចានុកូលភាពអីផ្សេងប៉ុន្តែអកុសលចិត្តដែលកើតនៅក្នុងដំណាក់កាលនឹងឯងប្រាកដជានាំអ្នកនងឯងទៅកាន់ទុក្ខតិឈ្មោះថានរកហើយអញ្ចឹងទោសរបស់ទោសៈហ្នឹងមិនជាអីស្រាលប្រមាណទេនាំឲ្យទៅដល់ហ្នឹងបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ជាក់ហើយបញ្ជាក់ទៀតសម្ដែងហើយសម្ដែងទៀតថាមានសេចក្តីសន្តោសប្រោសប្រណីដល់សត្វឲ្យសត្វធ្វើនៅអំពើជាបុណ្យជាកុសលអំពើសុចរិតល្អប៉ុន្តែការពើពះប្រទះខ្សែគុកឬក៏អាស្រ័យជាមួយនឹងអន្តរបុគ្គលអន្តរជនរមែងជួបប្រទះនៅភាពលឺខ្វះលឺក្រោមហ្នឹងវាកើតទៅជាបដិខៈចិត្តវាកើតទៅជាការថ្នាំងថ្នាក់ចិត្តដល់កាលណាបដិខៈថ្នាំងថ្នាក់វាកើតទៅជាបន្ទុះសរាយចងអាឃាតបៀតបៀនប្រមាថការទីនេះយូរទៅជាបន្ទុះគឺទោសៈហ្នឹងចេញហើយបង្ហាញហើយដល់កាលណាកើតនៅទោសៈហើយមិនជាផលប្រយោជន៍ទេរមែងជាកំហុសមួយដែលគេលំបាកកែលំបាកសម្របសម្រួលនិងលំបាកលុបណាស់អញ្ចឹងបើឧទាហរណ៍ថាដូចព្រះប្រគុណទាំងពីរព្រះអង្គសម្ដែងមកហើយថាឧបមាថាបើទេវតាផ្ទះមួយដៃទៅមិនពិខុនឹងឯងផ្កាប់កហិតហើយហើយបើអាហ្នឹងបើរឿងប៉ុណ្ណឹងដែលយើងមើលឃើញសម្របសម្រួលបាន
ចុះបើឧបមាថាដោយសេចក្តីខឹងនឹងវាអស់ជីវិតទៅមិនមានបបដិសារីស្ដាយមកហើយអាហ្នឹងបច្ចុប្បន្នឧទាហរណ៍ថាយើងខឹងយើងបោកកែវវាមិនបាយកែវទៅហើយឬក៏បោះចោលរបស់ណាវាមិនខាតរបស់ហ្នឹងហើយអញ្ចឹងអារបស់ហ្នឹងជាវត្ថុចុះបើពាក់ព័ន្ធជាមួយនឹងបាបបុណ្យពាក់ព័ន្ធជាមួយនឹងអាយុជីវិតពាក់ព័ន្ធជាមួយជាតិនេះនិងជាតិខាងមុខខុសគ្នាយ៉ាងម៉េចហេតុដូច្នេះព្រះពុទ្ធព្រះអង្គទ្រង់មានទស្សកុលញ្ញាណសន្តោសប្រោសប្រណីដល់សត្វប្រុសស្រីក្នុងលោកព្រះអង្គថាត្រូវតែសម្លាប់នៅសេចក្តីក្រោធកោធៈសម្លាប់ដោយអីគឺសម្លាប់ដោយអកោធៈកុំក្រោធហើយដល់អកោធៈហ្នឹងកុំឲ្យមានសេចក្តីក្រោធឲ្យពិចារណាក្តីថាឲ្យពិចារណានៅមេត្តា5មវិហារនៅមេត្តា5មវិហារអញ្ចឹងបើក្រោធវាកើតឡើងហើយត្រូវជាស្វ័យប្រវត្តិឲ្យសត្វទាំងឡាយទាំងពួងពិចារណានៅមេត្តា5មវិហារធម៌នេះទើបជាគ្រឿងទប់បង្អាក់នៅសេចក្តីក្រោធនឹងមិនឲ្យកើត5មវិហារធម៌ទាំង4មេត្តាករុណាមុទិតាឧបេក្ខាបើនៅក្នុងអង្គនៃកម្មដ្ឋានសមថកម្មដ្ឋានទាំង40សត្វណាដែលមានទោសចរិតមានកម្មដ្ឋាន4ដែលសំគួរដល់អ្នកនោះត្រូវបរិកម្មគឺ5មវិហារធម៌4ហ្នឹងសត្វណាដែលប្រកបដោយរាគៈចរិតមានកម្មដ្ឋានអង្គនៃកម្មដ្ឋាន11ណាគឺអនុសតិ10ហើយនឹងកាយកតាសតិ1 11ហ្នឹងសំគួរអ្នករាគៈចុះអ្នកទោសៈគឺមានមេត្តា5មាន5មវិហារធម៌ទាំង4ហ្នឹងបានរំលត់បាននៅក្នុងអង្គនៃនិវរណធម៌ទាំង5កាមឆន្ទៈព្យាបាទៈកាលណាមានព្យាបាទហើយគឺបៃតិសេចក្តីស្កប់ចិត្តរលត់នៅកំហឹងហ្នឹងអត់មានទេមិនឲ្យកើតនៅបៃតិកើតទេប្រសិនបើមានព្យាបាទដូច្នេះធម៌ហ្នឹងនៅកដាលគេអកុសលហ្នឹងលោភធម្មតាទេលោភនាំសត្វឲ្យកើតទៅកន្លែងអត់ឃ្លានប៉ុន្តែទោសៈនៅចំកដាលគេហ្នឹងកាចណាស់ទោះបីជាប្រកបដោយអង្គ1ក៏ដោយប្រកបដោយអង្គ2ក៏ដោយក៏ទោសៈចិត្តនឹងឯងមានអានុភាពមានដៃជះក្រោកដណ្ដប់លើចិត្តរបស់មនុស្សគ្រប់គ្នាទាំងអស់ហៅថាវិសភាគិរមឬក៏ទុក្ខវេទនាកើតឡើងអញ្ចឹងធម៌ហ្នឹងបើអធិប្បាយទៅកាន់តែជ្រៅទៅអញ្ចឹងរៀលជ្រាលប៉ុណ្ណឹងចាណាសរុបមកវិញថាទោសៈជាចិត្តទោសៈហ្នឹងជាចិត្តដល់តកោធៈហ្នឹងជាចេតសិកទោសៈកើតដោយអនុភាពដោយដៃជះនៃកោធៈយើងមើលឃើញដោយមង្សចក្ខុគឺមិនឃើញនៅទោសៈទេគឺឃើញនៅកោធៈនៅសេចក្តីក្រោធសកម្មភាពអិរិយាបថទាំងសម្ដីក្តីទាំងកាយវិការក្តីវាចេញតាមរយៈកោធៈតែកាលណាកោធៈកើតហើយនៅក្នុងផ្ទៃចិត្តប្រវាំងកៈតួចិត្តខាងក្នុងគឺឈ្មោះថាទោសៈបានពុទ្ធដីកាទ្រង់ត្រាស់សម្ដែងថាទុក្ខសហកតាំងបដិខៈសម្បយុតាំងអកុសលចិត្តដែលជាទោសៈចិត្តកើតដោយអំណាចនៃបដិខៈសូមអនុមោទនា